ព្រះរាជាណាចក្រកម្ពុជាជាតិសាសនាព្រះមហាក្សត្រក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលេខ004សហវសចនថ្ងៃពុធ11រោចខែចេតឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2568រាជធានីភ្នំពេញថ្ងៃទី23ខែមេសាឆ្នាំ2025សេចក្តីជូនដំណឹងស្តីពីការលើកទឹកចិត្តបន្ថែមចំពោះពន្ធលើអចលនទ្រព្យសម្រាប់គម្រោងអគារជាប់គាំងនៅខុងខេត្តព្រះសីហនុអនុលោមតាមការសម្រេចរបស់រាជរដ្ឋាភិបាលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសូមជម្រាបជូនដំណឹងដល់មជ្ឈត្តគម្រោងអគារជាប់គាំងនៅខុងខេត្តព្រះសីហនុដែលបានសាងសង់ចាប់ពីឆ្នាំ2016មេត្តាជ្រាបថារាជរដ្ឋាភិបាលបានសម្រេចបន្តផ្តល់ការលើកទឹកចិត្តបន្ថែមដោយអនុញ្ញាតលើកលែងពន្ធលើអចលនទ្រព្យដោយមានកំណត់ក្នុងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ2024របស់រាជរដ្ឋាភិបាលដែលនឹងផុតកំណត់នៅដំណាច់ឆ្នាំ2025នេះរហូតដល់ដំណាច់ឆ្នាំ2028សម្រាប់គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុដែលបានសាងសង់ចាប់ពីឆ្នាំ2016ទោះបីជាបានឬមិនទាន់បានបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ2025ក្តីការផ្ដល់ជូននេះមានវិសាលភាពគ្របដណ្ដប់ចំពោះគម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុដែលស្ថិតឬមិនស្ថិតនៅក្នុងក្របខ័ណ្ឌនៃកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ2024ទន្ទឹមនឹងនេះចំពោះគម្រោងអគារជាប់គាំងដែលមិនទាន់បានទទួលការសម្រួលនិងលើកទឹកចិត្តផ្សេងទៀតរួមទាំងការលើកទឹកចិត្តផ្នែកពន្ធដារតាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ2024របស់រាជរដ្ឋាភិបាលម្ចាស់គម្រោងអាចដាក់ពាក្យស្នើសុំមកកាន់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុដើម្បីទទួលបានការសម្រួលនិងការលើកទឹកចិត្តផ្សេងទៀតក្រៅពីការលើកលែងពន្ធលើអចលនទ្រព្យនេះការអនុគ្រោះនេះពុំមានអានុភាពប្រតិសកម្មចំពោះប្រាក់ពន្ធរួមទាំងទណ្ឌកម្មរដ្ឋពន្ធបន្ថែមនិងការប្រាក់ដែលបានបង់រួចហើយនោះទេក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជឿជាក់យ៉ាងមុតមាំថាម្ចាស់គម្រោងអគារជាប់គាំងនៅខុងខេត្តព្រះសីហនុនឹងយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះជាពុំខានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ